បាទបងប្អូនទាំងអស់គ្នាដោយដែលយើងបានដឹងស្រាប់ហើយការលេងនៅក្នុងបណ្ដាញសង្គម TikTok គឺពេញនិយមមែនទែននៅបច្ចុប្បន្ននេះប៉ុន្តែក្នុងការលេងជាមួយវីដេអូនិងការផុសវីដេអូរបស់យើងកន្លងមកយើងចេះតែឆ្ងល់ថាវីដេអូរបស់យើងហេតុអីបានជាផុសទៅអត់សូវមាន view ផុសទៅអត់មានអ្នក like អត់មានអ្នក comment ឥឡូវនេះយើងមកដឹងពីមូលហេតុនៃការលេង TikTok របស់យើងថាមូលហេតុអ្វីបានជា TikTok យើងអត់មាន view នេះវាមកបណ្ដាលមកពីបញ្ហាមួយចំនួនមកពីយើងមិនបានកំណត់នៅក្នុងប្រព័ន្ធ platform TikTok របស់យើងជាដំបូងបងប្អូនចូលមកក្នុងកម្មវិធី TikTok បន្តមកបងប្អូនចូលលេងការលេងនេះគឺយើងមាន5ចំណុចជាមួយ TikTok ទី1គឺបងប្អូនចុច follow គេហើយទី2បងប្អូនឲ្យបេះដូងគេហើយទី3បងប្អូនចូល comment ទី4យើងដាក់ជា favorite របស់យើងមកហើយចុងក្រោយបងប្អូនចុច share ហើយការ share ហ្នឹងយើងមានជាការ copy link ឬក៏ repost នៅពេលដែលបងប្អូនលេងឲ្យបេះដូងឬការ comment ទៅវិញទៅមកនឹងវាធ្វើឲ្យ TikTok របស់យើងកាន់តែមាន view កាន់តែច្រើនជាបន្តទៀតបងប្អូនចូលនៅក្នុង profile បន្តមកបងប្អូនជ្រើសរកពាក្យ TikTok Studio នៅក្នុង TikTok Studio នេះគឺវាបង្ហាញព័ត៌មានមួយចំនួនដែលបងប្អូនបានផុសវីដេអូឬក៏ដាក់បទចម្រៀងដែលក្នុង TikTok បានដាក់បំរាមជាមូលហេតុដែលធ្វើឲ្យវីដេអូយើងមាន view និងដែលជាមូលហេតុដែលយើងបានបំពេញទៅលើបំរាមរបស់ TikTok បន្តមកបងប្អូន scroll មកខាងក្រោមដើម្បីស្វែងរកពាក្យ account check នៅពេលដែលបងប្អូនចុចលើ account check វានឹងអូតូដើម្បី check ទៅលើព័ត៌មានវីដេអូដែលយើងបានផុសកន្លងមកបើសិនជាបងប្អូនផុសបំពេញទៅលើគោលការណ៍របស់ TikTok ណាមួយវានឹងបង្ហាញទៅលើវីដេអូនោះនៅពេលដែលបងប្អូនឃើញមានការបង្ហាញទៅលើវីដេអូនោះសូមបងប្អូនអាចលុបឬក៏យើងកែតម្រូវទៅលើវីដេអូដែលយើងបានបំពេញទៅលើ TikTok វាកំពុងតែដំណើរការទៅលើការត្រួតពិនិត្យវីដេអូរបស់ខ្ញុំដែលបានផុសកន្លងមកអូខេវាកំពុងតែដើរអញ្ចឹងយើងតាមដានមើលបន្តិចទៀតអូខេព័ត៌មានទាំងអស់យើងបានបង្ហាញហើយគឺ account is good standing មានថាវីដេអូយើងអត់មានបំពេញទៅលើគោលការណ៍របស់ TikTok ណាមួយទេសម្រាប់បងប្អូនដែលចូលចិត្តទស្សនាជាមួយវីដេអូរបស់ខ្ញុំកុំភ្លេចជួយ Subscribe Channel ម្នាក់មួយផងដើម្បីទទួលបានវីដេអូបន្តទៀតបាទអរគុណ